សួស្តីអ្នកគ្នាចូលជាមួយខ្ញុំដងទៀតហើយសន្តាស៊ីអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកលើករឿងថ្មីចូលអ្នកទាំងអស់គ្នាទៀតហើយដែលរឿងនេះមានចំណងជើងជាភាសាអង់គ្លេសថា I'm in love with the villainess ហើយនេះគឺជាប្រភេទសាច់រឿងមួយដែលនិយាយអំពីការឆ្លងភពពីសម័យបច្ចុប្បន្នទៅសម័យអតីតកាលអញ្ចឹងមុននឹងចូលទៅកាន់ការសម្រាយរបស់យើងអ្នកគ្នាកុំភ្លេចចូលចុច Subscribe មកកាន់ Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតពីខ្ញុំសួស្តីខ្ញុំឈ្មោះ Real Toyer ដោយសារតែខ្ញុំគេបវាញ់បន្ទូនៅក្នុងការរៀនទើបធ្វើឲ្យលោកគ្រូហើយនិងអ្នកគ្រូបង្អាក់ការរៀនរបស់ខ្ញុំសិនហើយកំឡុងថ្ងៃដែលលោកគ្រូអ្នកគ្រូបានផ្អាកការរៀនរបស់ខ្ញុំបានលេងហ្គេមដែលខ្ញុំចូលចិត្តបំផុតនៅពេលដែលខ្ញុំកំពុងតែលេងវាសុកស្រាប់តែខ្ញុំបានឆ្លងចូលហ្គេមដែលខ្ញុំបានចូលចិត្តបំផុតនៅពេលដែលតួស្រីរបស់យើងឆ្លងចូលនៅក្នុងហ្គេមដែលគេបានចូលចិត្តហ្នឹងគេក៏បានឃើញតួម្នាក់ទៀតដែលតួមួយទៀតហ្នឹងគឺមានឈ្មោះថា Claire Francos ហើយបើសិនជាខ្ញុំហៅតួឈ្មោះអត់ត្រឹមត្រូវអីសូមអធិស្ឋានខ្ញុំផងឥឡូវយើងសូមមកនិយាយរៀបរាប់អំពីតចរិតរបស់ Claire ម្ដងដែល Claire គឺជាតួអង្គមួយដែលមាននៅក្នុងហ្គេមមួយហ្នឹងហើយ Claire ក៏ចូលចិត្តធ្វើបាបនាងដែរមិនមែនតែធ្វើបាបនាងទេគឺគេចូលចិត្តធ្វើបាបមនុស្សគ្រប់គ្នាដែលនៅក្រោមនាងហើយ Claire ក៏ជាតួអង្គមួយដែល Ray ចូលចិត្តជាងគេដែរភ្លាមៗហ្នឹងគឺ Ray អត់ចាប់បានទេថាខ្លួនហ្នឹងគឺបានឆ្លងភពចូលមកក្នុងហ្គេមខ្លួនក៏បានសួរទៅកាន់ Claire ថាតើខ្លួនហ្នឹងគឺឈ្មោះអីគេClaire ក៏បាននិយាយថាឯងគឺឈ្មោះ Real Toyer នៅភ្លាមៗនឹងដែរ Claire ក៏បាននិយាយថាហេតុអីបានឯងនឹងចង់មកអង្គុយតុជាមួយយើងឯងមានដឹងថាខ្លួនឯងនឹងគឺជារាសសាមញ្ញអត់នៅពេលដែលលឺអញ្ចឹងហើយ Claire ក៏អត់មានគិតអីច្រើនទេដោយសារតែខ្លួនឯងកំពុងតែភ្ញាក់ផ្អើលថាខ្លួនកំពុងតែនៅក្នុងហ្គេមមក Real នឹងក៏អត់បានគិតអីច្រើនទេគ្រាន់តែងើបមកហើយនិយាយថាខ្ញុំនឹងគឺស្រឡាញ់ Claire និយាយទៅខន្តីភាពមួយណា Real ក៏បានសារភាពទៅកាន់ Claire បាត់ហើយហ្នឹងនៅពេលដែលលឺអញ្ចឹងដែរ Claire ក៏រៀងខ្លាចតិចដែរដោយសារតែធ្លាប់តែ bully គេដល់ពេលគេមិននិយាយអញ្ចឹងទៅរៀងចង់ភ័យReal ក៏និយាយទៅកាន់ Claire ថាបើសិនជាឯងចង់ bully យើងឯងមក bully បន្តទៀតមកខ្ញុំចាំឯង bully អីអញ្ចឹងណានិយាយទៅសប្បាយចិត្តនឹងគេ bully ហ្មងនៅពេលដែលចេញលេង Claire ក៏បានដើរទៅរឹងរាពីក្រោយខ្នងហើយក៏បានបោះពីសម្ដីមកថា Real នឹងគឺបានដើរទៅផ្លូវគេហើយធ្វើឲ្យគេនឹងគឺគ្មានផ្លូវដើរទេ Real នឹងគឺគ្មានគិតអីច្រើនទេគ្រាន់តែហៅគេឈប់ហើយ Claire ក៏បានមកនិយាយថាឯងនឹងគឺចង់សុំការអភ័យទោសពីយើងមិនមែនយើងគ្មានការអភ័យទោសពីឯងទេក៏ប៉ុន្តែខុសការគិតរបស់ Claire ទាំងអស់ដោយសារតែពេលហ្នឹង Real បានមកហើយនិយាយថា Claire ហ្នឹងគឺកំពុងតែយកដៃរបស់គេហ្នឹងប្រឡូកប្រឡាក់ជាមួយខ្លួនមែនហើយក៏សប្បាយចិត្តម្នាក់ឯងចឹងទៅដោយសារតែក្នុងហ្គេមហ្នឹងគឺ Real ហ្នឹងគឺជាជនសាមញ្ញម្នាក់ហើយគឺជាគូអ្នកក្រដែរដោយសារតែបានអាហារូបករណ៍ទៅបានចូលរៀនសាលាហ្នឹងដែរតែចំណេះដឹងវិញគឺខ្ពស់យកហ្មង Claire ក៏បានជន់ដៃរបស់ Real ដោយយកលេសថាមានសត្វល្អិតនៅចិត្តដៃរបស់ Real ហ្នឹងឯងហើយពេលហ្នឹង Real ក៏បានបញ្ចេញកំហឹងដោយការនិយាយស្ដីថាតើអ្នកមានហ្នឹងគេធ្វើចរិតអញ្ចឹងមែននៅពេលដែលចូលរៀនម៉ោងថ្មីនឹងដែរ Real គឺបានរកសភៅរបស់ខ្លួនអត់ឃើញទេហើយក៏បានសួរទៅកាន់ Claire ថាតើ Claire នឹងមានបានយកសភៅរបស់ខ្លួនអត់ Claire ក៏បាននិយាយថាខ្លួនអត់ដឹងទេតែនឹងក៏ជាការធ្វើឲ្យ Real នឹងហើយនិង Claire បាននៅចិត្តគ្នាដែរដោយសារតែ Claire នឹងគឺគាត់អត់ដល់ទេថា Real នឹងសុំសភៅខ្លួនមើលហើយបានចាប់ដៃខ្លួនទៀតហើយនេះគឺជាមិត្តភក្តិរបស់ Real ដែលមានឈ្មោះថា Misha Chor Misha ក៏បានសួរទៅកាន់ Real ទៅថាហេតុអីបាន Real នឹងធ្វើកប្បកិរិយាអញ្ចឹងដាក់ទៅកាន់ Claire តែមានដឹងអត់ថា Claire នឹង bully គេអត់ឈប់ទេ Real ក៏បាននិយាយថាហេតុផលតែមួយទេគឺដោយសារតែ Real នឹងគឺស្រឡាញ់ Claire ហើយ Real ក៏បានសួរទៅកាន់ Masha ថាតើ Claire នឹងបានដេកនៅដុំនឹងដែរអត់ Masha ក៏បាននិយាយទៅថាគេគឺជាកូនអ្នកមានបើសិនជាគេដេកដុំក៏ដេកដុំ premium ជាងយើងដែរដេកដុំកម្រិតខ្ពស់ជាងយើងអញ្ចឹងរៀងស្អាតជាងយើងអញ្ចឹងណាឥឡូវយើងក៏លេងមកមើល Claire វិញកំពុងតែមួម៉ៅជាមួយនឹង Real ខ្លាំងណាស់ហើយដោយសារតែធ្វើបាបគេហើយគេសប្បាយចិត្តមួយខ្លួនទៀតហ៎ពេលនឹងដែរមិត្តភក្តិរបស់ Claire ទាំងពីរនាក់នឹងក៏បាននិយាយថាបើសិនជា Claire អត់ចង់ជួបជាមួយនឹង Real ទេពួកគេនឹងធ្វើឲ្យ Real នឹងគឺឡើងបានជួប Claire ទៀតបន្ទាប់ពីឮពួកគេនិយាយចឹងហើយ Claire ក៏បាននិយាយថាមិនបាច់ទេ Claire នឹងគឺចង់ចូលទៅចិត្ត Real ខ្លួនឯងនៅពេលដែលឮពួកគេនិយាយចឹងហើយ Claire ក៏បាននិយាយថាមិនបាច់ទេខ្លួននឹងគឺចង់ចូលទៅចិត្ត Real ដោយខ្លួនឯងហើយកន្លងមកនោះគឺ Claire ព្យាយាមធ្វើបាប Real ខ្លាំងមែនតើក៏ប៉ុន្តែ Real នឹងគឺដូចជាសប្បាយចិត្តក្នុងការឲ្យ Claire ធ្វើបាបណាស់ព្រោះតែតាមខ្ញុំមើលទៅមិនមែន Claire ធ្វើបាប Real ទេគឺ Real ធ្វើបាប Claire វិញហ្នឹងហើយនៅថ្ងៃមួយ Claire ក៏បាននិយាយជាមួយ Real ថាខ្លួននឹងគឺមិនបោះបង់ការធ្វើបាបទៅកាន់ Real ទេចាំមើលទៅបន្ទាប់ពីនិយាយចឹងហើយ Claire ក៏បានដើរចេញទៅបាត់ទៅនៅពេលដែល Claire ដើរចេញទៅបាត់ Masha ក៏បាននិយាយជាមួយនឹង Real ថា Real នឹងគឺមិនបានសុខទេដោយសារតែ Real នឹងធ្វើឲ្យ Claire ខឹងខ្លាំងមែនតើហើយ Real នឹងក៏បានសុំយោបល់អំពី Masha ដោយសារតែខ្លួននឹងគឺស្រឡាញ់ Claire អត់ចង់ឲ្យ Claire នឹងខឹងខ្លួនទេ Masha ក៏បានផ្ដល់ជាគំនិតថាបើសិនជា Claire នឹងចង់ bully ទៅកាន់ Real ហើយ Real ក៏សប្បាយចិត្តនឹងការ bully របស់ Claire ទៅយូរទៅ Claire នឹងស៊ាំនឹងការសប្បាយចិត្តមួយនឹងហើយទៅធ្វើឲ្យចុងក្រោយ Claire នឹងសប្បាយចិត្តវិញនិយាយទៅមិត្តភក្តិគេនឹងប្រកែករកកំណត់ទៀតនៅព្រឹកថ្ងៃស្អែក Claire ហើយនឹង Real ក៏បានដើរជួបផ្លូវ
វគ្នារៀលក៏បាននិយាយទៅកាន់ខ្លារៀលថាតើចង់ធ្វើ business ជាមួយគេអត់ពេលនឹងដែរខ្លារៀលក៏បាននិយាយថាកុំនិយាយជាមួយគេច្រើនពេកដោយសារគេនឹងគឺមិនចង់និយាយជាមួយនឹងរៀលសាមញ្ញទេហើយសូម្បីតែពាក្យ good morning អីហ្នឹងក៏មិនបាច់និយាយជាមួយគេដែររៀលក៏បាននិយាយទៅវិញថាបើសិនជាខ្លារៀលអត់ចង់និយាយមួយគេហេតុអីបានឥឡូវហ្នឹងខ្លារៀលនិយាយមួយគេហើយនៅភ្លាមៗនឹងដែរព្រះបត្រាក៏បានដើរចូលមកហើយព្រះបត្រាហ្នឹងគឺមាន3អង្គដែលព្រះបត្រាទី1ហ្នឹងគឺមានព្រះនាមថារតព្រះបត្រាទី2គឺមានព្រះនាមថាថានព្រះបត្រាទី3គឺមានព្រះនាមថាយូព្រះបត្រាទី1ហើយនិងទី3គឺពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែនដោយសារតែពីរអ្នកគេហ្នឹងគឺជួយនិយាយច្រើនប៉ុន្តែបើព្រះបត្រាទី2វិញគឺអត់ចូលចិត្តនិយាយអីទេនិយាយទៅព្រះបត្រាទី2ហ្នឹងគឺ bad mood យកហ្មងព្រះបត្រាទាំង3ហ្នឹងក៏ដើរមកដល់ហើយព្រះបត្រាទី1ក៏បាននិយាយថាតើមានចលាចលអីមែនហេតុអីបានមានអារម្មណ៍ថាញញែមែនម្ដុំហ្នឹងខ្លារៀលក៏បាននិយាយថាមានចលាចលជាមួយនឹងមនុស្សម្នាក់បន្តិចហើយពេលហ្នឹងរៀលក៏បានសប្បាយចិត្តរៀលដោយសារតែខ្លារៀលហ្នឹងគឺបានរំលឹកពីគេហើយពេលហ្នឹងព្រះបត្រាទី3ដែលឈ្មោះយូហ្នឹងក៏បានសួរទៅកាន់ម៉ាសាថាតើរៀលហ្នឹងគឺជាសិស្សដែលបកកាយជាងគេហ្នឹងមែនម៉ាសាក៏បាននិយាយថាហ្នឹងហើយបើយើងក៏លើកមកមើលខ្លារៀលវិញគឺកំពុងតែអៀនដោយសារតែខ្លារៀលហ្នឹងគឺបានលួចស្រឡាញ់ព្រះបត្រាទី2ដែលមានឈ្មោះថាឋានហ្នឹងឯងរៀលក៏បានដឹងរឿងហ្នឹងដែរហើយក៏បានខ្សឹបទៅកាន់ខ្លារៀលថាតើខ្លារៀលកំពុងតែអៀនព្រះបត្រាទី2មែនខ្លារៀលក៏បាននិយាយថាខ្លួនហ្នឹងក៏បានអៀនណាគេទេក៏ប៉ុន្តែទង្វើក្បាត់ចិត្តឯនោះនៅពេលដែលលឺអញ្ចឹងហើយព្រះបត្រារតហ្នឹងក៏បាននិយាយថាតែឯងមានលឺអត់ឋានមានគេលួចស្រឡាញ់ឯងណាក៏ប៉ុន្តែបើយករឿងញងយកមិននិយាយជាមួយឋានវិញក៏អត់ចូលគ្នាទេដោយសារតែឋានហ្នឹងគឺជាមនុស្ស bad mood ហើយអត់ចូលចិត្តប្រភេទស្នេហាអញ្ចឹងទេឲ្យតែមានអ្នកគេមកសារភាពប្រាប់គាត់អីគឺគាត់ដើរចេញហើយដោយសារតែគាត់ហ្នឹងគឺដឹងថាខ្លួនហ្នឹងគឺអត់ល្អទេនិយាយទៅក្នុងចំណោមព្រះបត្រាទាំង3ហ្នឹងគាត់គឺអន់ខ្លាំងជាងគេអន់ខាងការរៀនណាអ្នកគ្នាហើយថ្ងៃឡើងខ្លារៀលក៏បានមកនិយាយជាមួយនឹងរាថាខ្លួនហ្នឹងគឺនឹងបោះបង់ការធ្វើបាបរាហើយរាមិនបាច់មកញញែមួយគេទៀតទេក៏ប៉ុន្តែពេលហ្នឹងគឺរាមានចង់ណារាចង់ឲ្យគេប៊ូលីចង់ងាប់ណារាក៏បាននិយាយថាអញ្ចឹងយើងប្រគល់គ្នាទៅបើសិនជាណាគេចាញ់អាចសុំឲ្យម្នាក់ទៀតធ្វើសំណូមពរដែលខ្លួនបានស្នើបានហើយការភ្នាល់នឹងដែរគឺជាការប្រកួតប្រឡងហើយការប្រឡងនឹងគឺមាន3ដំណាក់កាលគឺការប្រឡងមុខវិជ្ជាការប្រឡងអាកប្បកិរិយាហើយនិងការប្រឡង Magic នៅពេលដែលលឺចឹងហើយខ្លារៀក៏យកព្រមតែម្ដងដោយគ្មានការគិតទេដោយសារតែខ្លារៀនឹងគឺគិតថាខ្លួននឹងគឺបកកជាឈ្នះរាដាច់ហើយការប្រឡងមុខវិជ្ជានឹងដែរក៏វាមិនសូវជាពិបាកដែរដោយសារតែក្នុងជីវិតពិតរាគឺជាសិស្សបកាយម្នាក់ដែរនិយាយទៅលំហាត់អញ្ចឹងនៅសម័យបច្ចុប្បន្នសូម្បីតែក្មេងក៏អាចដោះបានដែរហើយបន្ទាប់មកចូលដល់ការប្រឡងអាកប្បកិរិយាម្ដងដោយសារតែរារបស់យើងនឹងគឺមិនមែនជាគូអ្នកមានទេហើយកុំចេះរៀបរឹកអីដែរទៅធ្វើឲ្យខ្លារានឹងគឺអាចនឹងឈ្នះក្នុងការប្រកួតមួយហ្នឹងហើយការប្រកួតចុងក្រោយគឺជាការប្រកួត Magic ហើយក្នុងការប្រកួត Magic នឹងដែរព្រះបត្រាទី1ហើយនិងព្រះបត្រាទី3ហ្នឹងគឺបានធ្វើបានល្អខ្លាំងមែនតើផ្ទុយពីព្រះបត្រាទី2គឺមិនសូវជាមាន Magic ប្រើល្អនឹងគេទេតែបើយើងក៏លើមកមើលរាវិញគឺបាញ់ចំគោលដៅក៏ប៉ុន្តែមិនបែកគោលដៅទេយើងក៏មិនទាន់ដឹងថាការប្រកួតមួយហ្នឹងម្នាក់ណាគឺជាអ្នកឈ្នះដែរនៅពេលដែលខ្លារាបានមកដល់ហើយឃើញភ្នែករបស់រាស្លាក់ខ្លារាក៏បាននិយាយថាតើរានឹងកំពុងតែភ័យខ្លាចគេប្រើអីមែនរានឹងក៏បាននិយាយវិញថាយប់មិញខ្លួនបានដេកទេដោយសារតែខ្លួនកំពុងតែគិតថាខ្លួននឹងប្រើអីទៅកាន់ខ្លារានៅពេលដែលលឺចឹងហើយខ្លារាគឺខឹងខ្លាំងមែនតើការប្រកាសលទ្ធផលនៃមុខវិជ្ជាក៏បានចេញមកដល់គឺរាឈ្នះទៅកាន់ខ្លារាមុខវិជ្ជាអាកប្បកិរិយាគឺខ្លារាឈ្នះទៅកាន់រាក៏ប៉ុន្តែមុខវិជ្ជាចុងក្រោយគឺជាមុខវិជ្ជា Magic គឺរាគឺបានលេខ1យកតែម្ដងឈ្នះទាំងបត្រាទី1ហើយនិងបត្រាទី2ទៀតហើយសាច់រឿងនៃភាគទី1របស់យើងក៏កាត់បញ្ចប់ត្រឹមតែប៉ុណ្ណឹងសាច់រឿងនៃភាគទី2របស់យើងបានបង្ហាញយើងឃើញថាសិស្សសាលាកំពុងតែអត់យល់អំពីការប្រឡងនៅមុខវិជ្ជា Magic ដោយសារតែរានឹងគឺបានបន្ទុកលើគេហើយបានចំណាប់ថ្នាក់លេខ1នៅក្នុង Magic ទៀតផងព្រះរាជបុត្ររតក៏បាននិយាយថាហេតុផលដោយសារតែរានឹងគឺបានប្រើ Magic ដីហើយ Magic ទាំងអស់គឺមាន4 Magic ទឹក Magic ភ្លើង Magic ដីហើយនិង Magic ខ្យល់ហើយ Magic ដែលខ្លាំងជាងគេគឺ Magic ដីនឹងឯងពេលដែលចេញមកវិញនឹងដែរខ្លារៀងក៏អត់សប្បាយចិត្តនឹងដំណឹងមួយនឹងទេដោយសារតែខ្លួនធ្វើអត់បានល្អក្នុងការប្រឡងក៏ប៉ុន្តែមិត្តភក្តិរបស់គេក៏បាននិយាយថាក្នុងការប្រកួត Magic ចុងក្រោយនឹងគឺបានឈ្នះជាមួយនឹងបុត្រាទាំងពីរអង្គដែរតើនឹងក៏ជាសមត្ថភាពខ្លារៀងមួយផ្នែកដែរនៅពេលដែលឮចឹងហើយខ្លារៀងក៏រៀងសប្បាយចិត្តបន្តិចវិញទៅប៉ុន្តែភ្លាមៗនឹងដែររៀងក៏បានចេញមកទាមទារសំណើដែលខ្លួនបាននិយាយមុននឹងពេលហ្នឹងគឺថាខ្លារៀងខ្លាចយកតែមែនតើណាដោយសារតែទៅដល់ណាក៏រៀងនៅនឹងដែររៀងក៏បានសួរទៅកាន់ខ្លារៀងថាហេតុអីបានឃើញខ្ញុំដូចឃើញខ្មោចអញ្ចឹងហើយក៏បានទាមទារសំណើដែលខ្លួនចង់ស្នើទៅកាន់ខ្លារៀងអ្វីដែលរៀងចង់ស្នើសុំហ្នឹងគឺរៀងចង់ឲ្យខ្លារៀងហ្នឹងគឺមកប៊ូលីគេវិញខខ្ញុំស្ដាប់សំណើហ្នឹងហើយខ្ញុំឡើងគាំងមកហើយបានរៀលធ្វើអញ្ចឹងដំបូងខ្លារៀលក៏អត់ចូលព្រមទេដោយសារតែខ្លួនគឺអត់ចង់ប្រពែកប្រពួនអីជាមួយនឹងរៀលទៀត
ប៉ុន្តែដោយសារតែចាញ់រីហើយទៅធ្វើឲ្យក្លារៀនឹងយល់ព្រមប៊ូលីទៅកាន់រីម្ដងទៀតកាត់មកឈុតនៅពេលដែលក្លារៀកំពុងតែនៅទេហើយសម្ភារបុគ្គលិកថ្មីក្លារៀក៏បានសួរអូមេផ្ទះថាតើថ្ងៃហ្នឹងគឺខ្លួនមានការសម្ភារបុគ្គលិកថ្មីមែនអូមេផ្ទះក៏បាននិយាយថាហ្នឹងហើយបុគ្គលិកថ្មីហ្នឹងគឺល្អឥតខ្ចោះខ្លាំងមែនតើគឺល្អឆ្ងាយជាងអ្នកបម្រើផ្សេងទៀតអីចឹងណាត្រាប់តែក្លារៀក៏បាននិយាយមួយទំហឹងថាហេតុអីបានជាយកនាងដោយសារតែនាងហ្នឹងគឺអត់ចូលចិត្តម្នាក់ហ្នឹងទេហើយរៀក៏បាននិយាយថាខ្លួនហ្នឹងគឺកំពុងតែមកតាមក្លារៀហ្នឹងឯងហើយពេលហ្នឹងគឺថារៀនិយាយឡើងផ្ដាច់អហង្ការយកតែម្ដងដោយសារតែខ្លួនហ្នឹងគឺអត់ចូលចិត្តរៀទេហើយក៏អត់ចង់ឲ្យរៀហ្នឹងមកធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្លួនដែរអូមេផ្ទះក៏បានសួរទៅកាន់រៀទៅថាហេតុអីបានមករកការងារនៅហ្នឹងរៀក៏បាននិយាយថាហេតុផលតែមួយទេដោយសារតែខ្លួនហ្នឹងគឺមានជីវភាពមិនសូវសមរម្យទេខ្លួនគឺត្រូវការមករកលុយដើម្បីចិញ្ចឹមជីវភាពហើយហេតុផលមួយទៀតនោះគឺខ្លួនហ្នឹងគឺតាមស្រឡាញ់ក្លារៀនិយាយថងចឹងមកអ្នកគ្នាហើយមេផ្ទះហ្នឹងក៏បានចិត្តទៀតក៏តាមសម្ដីដែលរៀបាននិយាយទាំងអស់ដោយសារតែមានសម្លេងញញែពេកទៅធ្វើឲ្យប៉ារបស់ក្លារៀនឹងចូលមកមើលហើយប៉ារបស់ក្លារៀគឺមានឈ្មោះថា Dol Francos នៅពេលដែលគាត់បានចូលមកដល់ហើយក៏បានសួរទៅកាន់កូនគាត់ថាតើមានរឿងអីមែនក្លារៀក៏បាននិយាយទៅថាខ្លួនក៏ចូលចូលអ្នកបម្រើអ្នកនេះទេហើយខ្លួនក៏ចង់ឲ្យអ្នកបម្រើមួយនឹងបម្រើខ្លួនដែរនៅពេលដែលលឺចឹងហើយដោយសារតែចិត្តគាត់ស្រឡាញ់កូនគាត់ផងទៅគាត់នឹងគឺឲ្យរៀរបស់យើងចូលធ្វើការទេនៅពេលដែលឪពុករបស់ក្លារៀរៀបដាក់ចេញទៅវិញហើយរៀក៏បាននិយាយឈ្មោះមនុស្សម្នាក់ប៉ុន្តែយើងក៏មិនទាន់ស្គាល់ថាមនុស្សម្នាក់ហ្នឹងក៏ជាណាគេដែរលោកដលហ្នឹងក៏បានសួរទៅកាន់រៀថាតើរៀហ្នឹងគឺស្គាល់ម្នាក់ហ្នឹងមែនរៀក៏បាននិយាយថាខ្លួនគាត់អាចនិយាយអំពីវត្តមានម្នាក់ហ្នឹងនៅនឹងបានទេដូចនេះហើយទៅធ្វើឲ្យលោកដលហ្នឹងដេញកូនហើយនឹងអ្នកបម្រើរបស់គាត់ចេញហើយរឿងក៏បានលែងប្រាប់យើងដែរថាលោកដលហើយនឹងរៀបាននិយាយអីមួយគ្នាដែរទៅធ្វើឲ្យលោកដលហ្នឹងយល់ព្រមឲ្យរៀធ្វើជាអ្នកបម្រើរបស់ក្លារៀនៅពេលដែលលឺអញ្ចឹងហើយក្លារៀក៏អត់យល់ព្រមទេខំប្រកែកជាមួយប៉ាគេដែរក៏តែប៉ាគេនិយាយតែមួយម៉ាត់ទេថាដាច់ខាតត្រូវទៅយករៀហ្នឹងធ្វើជាអ្នកបម្រើរបស់ក្លារៀឲ្យបានមេផ្ទះរបស់ក្លារៀក៏បាននិយាយថាស្អែករៀអាចមកធ្វើការជាធម្មតាបានទៅពេលដែលលឺអញ្ចឹងហើយរៀក៏សប្បាយចិត្តដែរដោយសារតែខ្លួនបានមកចិត្តក្រាស់ខ្លួនណោះហើយថ្ងៃនេះគឺជាថ្ងៃដែលរៀត្រូវចូលធ្វើការដំបូងហើយថ្ងៃដែលរៀចូលធ្វើការដំបូងគឺត្រូវងូតទឹកឲ្យក្លារៀហើយនៅពេលដែលរៀងូតទឹកឲ្យក្លារៀនឹងដែរគឺថារៀសរសើរទៅកាន់ក្លារៀរហូតថាក្លារៀនឹងគឺស្អាតហើយខ្ជូតអីអញ្ចឹងណាហើយនៅពេលដែលងូតទឹកនឹងដែរគឺថាក្លារៀស្រែកឡើងបែកបន្ទប់ទឹកហ្មងក៏ប៉ុន្តែនឹងក៏ជាសំណើចធ្វើឲ្យអ្នកបម្រើមួយទៀតសោយដែរនៅពេលដែលកំពុងតែញ៉ាំបាយជុំគ្នានឹងដែរស្រីបម្រើម្នាក់ទៀតនឹងក៏បានសរសើរទៅកាន់រៀថាថ្ងៃដំបូងដែលរៀបានធ្វើការនឹងគឺធ្វើការបានល្អខ្លាំងមែនតើហើយនៅពេលនឹងដែរគឺរៀគឺគ្មានបាននិយាយអីច្រើនទេគ្រាន់តែសរសើររៀងរបស់ក្លារៀតែប៉ុណ្្នឹងឯងនៅពេលដែលលឺអញ្ចឹងហើយគឺថាក្លារៀរៀងខឹងដែរហ្នឹងហើយក៏បាននិយាយថារៀសាមញ្ញនៅតែជារៀសាមញ្ញអញ្ចឹងនិយាយអញ្ចឹងឯងក៏ប៉ុន្តែមើលមុខរបស់ក្លារៀឡើងចង់អៀនមកទេឥឡូវយើងមកស្គាល់នៅបម្រើនឹងតិចទៅដែលនាងគឺមានឈ្មោះថាលីរីអូរូយូស៊ូនៅពេលហ្នឹងដែរគឺថាក្លារៀរបស់យើងនឹងញ៉ាំសាឡាត់អត់អស់ទេទៅធ្វើឲ្យលីនេះនឹងចង់ឲ្យក្លារៀញ៉ាំសាឡាត់ឲ្យអស់ដោយសារតែសាឡាត់ទាំងអស់ហ្នឹងគឺត្រូវបានបងពុនអំពីប្រជារាស្ត្រទៅធ្វើឲ្យក្លារៀនឹងត្រូវញ៉ាំវាអស់ក៏ប៉ុន្តែក្លារៀក៏នៅតែស្ទាក់ស្ទើររឿងញ៉ាំនឹងដោយសារតែគេអត់ចូលចិត្តបន្លែក៏ប៉ុន្តែភ្លាមនឹងដែររៀក៏បាននិយាយថាបើសិនជាក្លារៀអត់ញ៉ាំទេទុកឲ្យនាងញ៉ាំព្រោះឯនាងគឺចូលចិត្តញ៉ាំសាឡាត់ខ្លាំងមែនតើនៅពេលដែលលឺចឹងហើយក្លារៀនឹងគឺកញ្ឆក់អាសាឡាត់នឹងញ៉ាំយកតែម្ដងដោយសារតែខ្លួនគឺអត់ចង់ឲ្យរបស់ខ្លួនទៅកាន់រៀនៅថ្ងៃស្អែកនៅពេលដែលរៀកំពុងតែរៀបចំសិភៅឲ្យទៅកាន់ក្លារៀច្បត់ទី1ដែលមានឈ្មោះថារ៉ូតក៏បានមកបបួលរៀទៅលេងហ្គេមរៀក៏បានបដិសេធចឹងទៅដោយសារតែខ្លួននឹងគឺត្រូវទៅតាម take care ក្លារៀប៉ុន្តែព្រះអង្គក៏បាននិយាយថាបើសិនជាបបួលលើកនេះអត់បានទេលោកក្រោយគាត់នឹងបបួលទៀតនិយាយទៅគឺបបួលតតែរៀនឹងគឺយកព្រមលេងជាមួយគេហើយរៀក៏រៀងចាប់អារម្មណ៍ជាមួយនឹងហ្គេមនឹងដែរហើយក៏បានដាក់គូនអង្គុយជាមួយនឹងព្រះរាជបុត្រនិយាយគ្នារឿងហ្គេមនឹងតិចទៅហ្នឹងហើយអ្នកគ្នាមុននឹងសម្រាប់បន្តទេខ្ញុំសូមបកស្រាយបន្តិចសិនកាលពិតខ្ញុំនិយាយខុសព្រះបត្រារ៉តហ្នឹងគឺមិនមែនព្រះបត្រាទី1ទេគាត់គឺជាព្រះបត្រាទី3ហើយព្រះបត្រាយូហ្នឹងបានជាព្រះបត្រាទី1អញ្ចឹងខ្ញុំសូមត្រឡប់ឡើងហ្នឹងមកបន្តិចណាអ្នកគ្នាពីទី1ទៅទី3វិញណាឥឡូវយើងចូលមកកាន់ការសម្រាយយើងវិញដល់ពេលហ្នឹងរៀក៏បានគិតថាក្នុងចំណោមព្រះបត្រាទាំង3គឺមានតែព្រះបត្រាទី3ទេដែលមានប្រជាប្រិយភាពជាងគេដោយសារតែគាត់សង្ហាចេះមកជីករៀងខ្លាំងហើយបកកាយជាងគេនៅក្នុងមួយក្រុមគាត់ទៀតនិយាយទៅបេះហ្មងណាតែបើនិយាយពីព្រះវត្រាទី2ដែលមានឈ្មោះថាឋានវិញគឺមិននិយាយទេគាត់គឺមុខងាប់អស់លេខហ្មងដោយសារតែគាត់គឺមនុស្សដែល bad mood ហើយមកធ្វើការរបស់រឿងថ្ងៃហ្នឹងគឺរៀងយឺនតិចដោយសារតែជាប់មាត់ជាមួយនឹងព្រះវត្រាទី3ហើយល្ងាចហ្នឹងក្លារៀក៏មានការជួបជុំជាមួយមិត្តភក្តិគេដូចរាល់ដងចឹងទៅហើយក្នុងការសន្ទនានឹងដែរក្លារៀក៏បាននិយាយអំពីសូកូឡាតែសូកូឡាមួយហ្នឹងគឺវាពិតជាពេញនិយមខ្លាំងមែនតើនៅសម័យហ្នឹងនៅពេលដែលនិយាយរឿងសូកូឡានឹងចាប់មិត្តភក្តិរបស់ក្លារៀនឹងក៏បានចាប់អារម្មណ៍ទៅកាន់រៀហើយក៏សួរទៅកាន់ក្លារៀថាហេតុអីបានក្លារៀនឹងយករៀធ្វើជាអ្នកបម្រើអញ្ចឹង
ខ្លារេក៏បាននិយាយថាក៏ប៉ិតទៅខ្លួនគឺមិនចង់យករានឹងធ្វើជាអ្នកបម្រើហ្មងទេដោយសារតែប៉ារបស់ខ្លួននឹងគឺចង់យករាធ្វើជាអ្នកបម្រើហើយខ្លួននឹងក៏គ្មានជំរឿអីផ្សេងដែរហើយខ្លារេក៏បន្តថាគេនឹងគឺពិតជាគួរឲ្យធន់ខ្លាំងមែនតើគេគឺតាមយើងអត់ឈប់ហើយមិត្តភក្តិរបស់គេនឹងក៏បន្តទៅតាមខ្លារេចឹងទៅហើយក្នុងចំណោមមិត្តភក្តិរបស់គេនឹងក៏មានរារបស់យើងដែរហើយនៅពេលនឹងដែរខ្លារេក៏បានចោលមកទៅកាន់រាហើយនិយាយថាខ្លួនឯងនឹងគឺមានដឹងខ្លួនអត់ណានិយាយទៅរារបស់យើងនឹងគឺធ្វើចរិតធម្មតានិយាយទៅគឺអត់ខ្វល់អីហ្មងសំខាន់គឺខ្លួនស្រឡាញ់ខ្លារាអត់ខ្វល់អីទាំងអស់និយាយទៅពេលហ្នឹងគឺលីនីនឹងចាំតែសោយទេដោយសារតែឃើញពីអ្នកនឹងគឺល្អសោយនៅពេលល្ងាចពួកគេក៏បានងូតទឹកជាមួយគ្នាទៀតហើយលើកនេះគឺរាបានកក់សោឲ្យទៅកាន់ខ្លារាគឺថាពេញចិត្តជាមួយនឹងការកត់សររបស់រាខ្លាំងមែនតើដោយសារតែវាស្រួលរាក៏បាននិយាយដែរថាស្ទាយសររបស់ខ្លារាហ្នឹងគឺកាត់ទៅតាមម្ដាយរបស់ខ្លារានឹងឯងហើយនៅពេលដែលកំពុងអង្គុយត្រាំទឹកសុកហ្នឹងលីនេះក៏បានងើបហើយនិយាយថាតើរាហ្នឹងគឺពិតជាស្រឡាញ់ខ្លារាមែនអត់រាក៏បាននិយាយទៅតាមញញឹមថាខ្លួនហ្នឹងគឺពិតជាស្រឡាញ់ខ្លារាខ្លាំងមែនតើហើយមើលមុខអ្នកចាំស្ដាប់ប្រមុខគេឡើងអៀនហ្មងឥឡូវខ្ញុំសូមបន្ថែមសាច់គ្រឿងតិចអ្នកគ្នាដោយសារតែខ្ញុំនិយាយម្លងនៅកន្លែងនេះដែររាក៏បាននិយាយថាខ្លួនគឺអត់ចូលចិត្តខ្លារាទេនៅពេលដែលលឺអញ្ចឹងហើយគឺថាខ្លារាមើលទឹកមុខគេរៀងសែតមកទេក៏ប៉ុន្តែពេលហ្នឹងដែរគឺរានិយាយមិនទាន់ចប់ទេរានឹងក៏បាននិយាយទៀតថាខ្លួននឹងក៏អត់ចូលចិត្តទៅកាន់ខ្លារាទេតែខ្លួននឹងគឺស្រឡាញ់ខ្លារាយកតែម្ដងឥឡូវបានហើយយើងចូលមកកាន់រឿងរបស់យើងវិញហើយនៅល្ងាចនឹងដែររាត្រូវមកកំដរខ្លារាដើម្បីដេកឲ្យលក់ហើយបានរាត្រូវទៅបានពេលនឹងដែរគឺថារាអត់ជឿថាខ្លារានឹងដេកបាត់ទេខ្លួនក៏បានធ្វើមុខធ្វើមាត់ពេលហ្នឹងខ្ញុំឡើងខាំងហ្មងកំពុងតែដេកនិយាយគ្នាសុកហ្នឹងខ្លារាក៏បានងើបមកហើយសួរទៅកាន់រាថាតើពាក្យសម្ដីដែលរានិយាយមកថាខ្លួននឹងគឺស្រឡាញ់ខ្លារានឹងពិតប្រាកដអត់ហើយពេលនឹងដែររាក៏បាននិយាយថាប៉ិតណាខ្លួនគឺពិតជាស្រឡាញ់ខ្លារាខ្លាំងមែនតើហើយខ្លារាក៏បានដេកទៅវិញទៅនិយាយថាខ្លួននឹងគឺអត់ជឿទៅកាន់រាទេរាក៏បាននិយាយថាបើសិនជាអត់ជឿទេខ្លួននឹងធ្វើការបញ្ជាក់ទៅកាន់ខ្លារាហើយក៏អើងទៅចិត្តគេនិយាយទៅពេលហ្នឹងខ្ញុំស្មានថើបគ្នាតាដោយសារតែខ្លារានឹងគឺអៀនពេកទៅធ្វើឲ្យខ្លារានឹងបែរទៅដេកវិញទៅហើយនិយាយជាមួយនឹងរាថាតានាងនឹងគឺអត់ទៅដេកទេមែនហើយក៏ដេញឲ្យរានឹងទៅដេកទៅហើយរឿងភាគទី2របស់យើងនឹងក៏កាត់បញ្ចប់ត្រឹមតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូក្រោយទៀត